ព្រះអង្គម្ចាស់ខាលីតគឺជាអ្នកស្នងរាជបន្តពីប្រទេសអាមេរិកដ៏មានអំណាចបំផុតមួយនៅក្នុងប្រទេសអារ៉ាប់រួមទ្រង់បានរស់នៅយ៉ាងពេញលេញដោយទទួលបានកិត្តិនាមជាអ្នករចនាម៉ូដនិងរីករាយនឹងពិធីជប់លៀងជាមួយមិត្តភ័ក្តិរបស់ទ្រង់មិនបានក្លាយជាអ្នកគ្រប់គ្រងដោយទទួលមរតកអំណាចដ៏ធំធេងនោះទេទោះជាយ៉ាងណាក៏ដោយទ្រង់បានសោយទីវង្គតនៅអាយុ39ឆ្នាំក្រោមមូលហេតុដែលមិនទាន់ច្បាស់លាស់តើព្រះអង្គម្ចាស់ខាលីតមានអាកំបាំងអ្វីខ្លះនៅក្នុងជីវិតរបស់ទ្រង់ហេតុអ្វីបានជាទ្រង់សោកសៅយ៉ាងនេះទោះបីជាទ្រង់មានទ្រព្យសម្បត្តិក៏ដោយហើយតើមូលហេតុពិតប្រាកដនៃការសោយទីវង្គតរបស់ទ្រង់គឺជាអ្វីទស្សនាវីដេអូនេះពេញដើម្បីស្វែងយល់កុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែល admin បានបង្ហោះតបន្តទស្សនាប្រទេសអារ៉ាប់រួមដោយដែលឈ្មោះបានបង្ហាញគឺមានអាមេរិកជាច្រើនដែលអាមេរិកនីមួយៗត្រូវបានគ្រប់គ្រងដោយមេដឹកនាំរៀងៗខ្លួនគ្រួសារអ្នកគ្រប់គ្រងត្រូវបានចាត់ទុកថាស្មើនឹងគ្រួសាររាជវង្សនៃប្រទេសដទៃទៀតសាចាសគឺជាអាមេរិកមួយក្នុងចំណោមអាមេរិកទាំងនោះហើយអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់សាចាសគឺស៊ុលតានប៊ីនម៉ូហាម៉ាត់អាល់ខ្វាស៊ីមីទ្រង់បានគ្រប់គ្រងសាចាសជាបន្តបន្ទាប់ចាប់តាំងពីខែមករាឆ្នាំ1972បន្ទាប់ពីការសម្លាប់បងប្រុសរបស់ទ្រង់ខាលីតប៊ីនម៉ូហាម៉ាត់អាល់ខ្វាស៊ីមីស៊ុលតានក៏ជាសមាជិកនៃក្រុមប្រឹក្សាកម្ពុជាសហព័ន្ធនៃប្រទេសអារ៉ាប់រួមផងដែរអ្នកគ្រប់គ្រងមានភរិយាយ៉ាងតិច2នាក់ដែលទ្រង់មានកូន6នាក់ហើយព្រះអង្គម្ចាស់ខាលីតគឺជាកូនម្នាក់ក្នុងចំណោមពួកគេព្រះអង្គម្ចាស់បានគង់នៅប្រទេសអារ៉ាប់រួមជាចម្បងរហូតដល់អាយុ9ឆ្នាំបន្ទាប់មកព្រះបិតារបស់ទ្រង់បានបញ្ជូនទ្រង់និងបងប្រុសរបស់ទ្រង់ទៅសិក្សានៅក្នុងទីក្រុងឡុងដែលពួកគេរស់នៅក្នុងវិមានដ៏ធំមួយជាមួយនឹងក្រុមអ្នកបម្រើដើម្បីធានាបាននូវជីវិតដ៏សុខស្រួលរបស់ពួកគេនៅក្នុងចក្រភពអង់គ្លេសព្រះអង្គម្ចាស់ខាលីតត្រូវបានអប់រំនៅ Tonbridgeដែលជាសាលាមួយដែលទ្រង់ទទួលបានអាហារូបករណ៍សិល្បៈនៅពេលចូលរៀនបន្ទាប់មកទ្រង់បានសិក្សាផ្នែកស្ថាបត្យកម្មនៅសាលាស្ថាបត្យកម្មនោះហើយជាកន្លែងដែលទ្រង់បានរៀនអំពីការរចនាអគារហើយទ្រង់បានរកឃើញចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួនគឺការរចនាម៉ូដសម្លៀកបំពាក់បន្ទាប់ពីបញ្ចប់ការសិក្សាព្រះអង្គម្ចាស់ខាលីតបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរបស់ទ្រង់ដែលមានឈ្មោះថា Qasimiដែលបានក្លាយជាឈ្មោះល្បីយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មម៉ូដជាពិសេសនៅក្នុងសម្លៀកបំពាក់បុរសសម័យទំនើបម៉ូដសម្លៀកបំពាក់របស់ទ្រង់ជាញឹកញាប់ត្រូវបានឧទ្ទិសដល់បញ្ហាអន្តរជាតិបច្ចុប្បន្ននិងភាពផ្ទុយគ្នាដែលពេលខ្លះមានសាលាចារឹកជាភាសាអារ៉ាប់ចាប់តាំងពីការបង្កើតមកទ្រង់បានបើកហាងចំនួន50នៅជុំវិញពិភពលោកហើយផលិតផលម៉ាករបស់ទ្រង់ត្រូវបានបង្ហាញជាទៀងទាត់នៅសប្តាហ៍ម៉ូដរួមទាំងទីក្រុងឡុងនិងប៉ារីសការច្នៃប្រឌិតរបស់ទ្រង់បានទាក់ទាញចំណាប់អារម្មណ៍របស់តារាល្បីៗជាច្រើនរួមមាន Lady Gaga, Franz Lessig និង Cherry Coley ព្រះអង្គម្ចាស់ខាលីតបានចំណាយពេលរបស់ទ្រង់រវាងទីក្រុងឡុងនិងប្រទេសអារ៉ាប់រួមដោយសារទ្រង់ក៏ជាប្រធានក្រុមប្រឹក្សាផែនការទីក្រុងសាចាស់ដែលត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាមេរិកផងដែរក្នុងចំណោមគម្រោងធំៗរបស់ទ្រង់មានលេខកូដប្រៃសណីយ៍សាចាស់ចំណតឡានក្រុងនិងបរិវេណសាកលវិទ្យាល័យក្រោមការដឹកនាំរបស់ទ្រង់ក្រុមប្រឹក្សាផែនការទីក្រុងសាចាស់បានធានាថាទីក្រុងនិងប្រជាជនរបស់ខ្លួនមានលទ្ធភាពទទួលបានអនាគតជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសុខុមាលភាពសង្គមព្រះអង្គម្ចាស់ខាលីតត្រូវបានគេកំណត់ឲ្យស្នងតំណែងជាអ្នកគ្រប់គ្រងបន្តពីព្រះបិតារបស់ទ្រង់ដូច្នេះសេកស៊ុលតានបានណែនាំឲ្យទ្រង់ស្គាល់កិច្ចការរដ្ឋនិងបានប្រគល់គម្រោងសេដ្ឋកិច្ចផ្សេងៗឲ្យទ្រង់ទំនាក់ទំនងជិតស្និទ្ធជាមួយព្រះបិតាបានជាឥទ្ធិពលយ៉ាងខ្លាំងដល់ចរិតលក្ខណៈរបស់ទ្រង់ហើយទ្រង់ក៏បានទទួលយកនូវគុណសម្បត្តិជាអ្នកដឹកនាំជាច្រើនពីព្រះបិតាទោះបីជាព្រះអង្គម្ចាស់ខាលីតទទួលបានជោគជ័យនិងមានទ្រព្យសម្បត្តិច្រើនក៏ដោយក៏ទ្រង់មិនបានរស់នៅដោយរីករាយដែរចាប់តាំងពីកុមារភាពមកទ្រង់បានចំណាយពេលនៅប្រទេសអារ៉ាប់រួមនិងចក្រភពអង់គ្លេសទ្រង់បានព្យាយាមស្វែងរកតុល្យភាពរវាងពិភពអ៊ីស្លាមនៃប្រទេសរបស់ទ្រង់និងពិភពលោកខាងលិចនៃម៉ូដនិងភាពប្រណិតប៉ុន្តែទ្រង់មិនអាចបញ្ចូលខ្លួនឯងបានពេញលេញទៅក្នុងពិភពលោកណាមួយនោះទេអារម្មណ៍នៃការបញ្ជារបស់នេះរួមជាមួយនឹងតម្រូវការក្នុងការក្លាយជាអ្នកស្នងរាជពីព្រះបិតាបានធ្វើឲ្យទ្រង់មានភាពតានតឹងយ៉ាងខ្លាំងដែលទ្រង់បានព្យាយាមមកកម្ចាត់វាចោលតាមរយៈការរៀបចំពិធីជប់លៀងនិងប្រើប្រាស់គ្រឿងញៀនព្រះអង្គម្ចាស់បានទទួលភ្ញៀវដោយរៀបចំពិធីជប់លៀងដែលមានរយៈពេលរាប់ថ្ងៃទ្រង់បានចំណាយប្រាក់រាប់លានដុល្លារដើម្បីកម្សាន្តនិងនៅជុំវិញដោយនារីស្រស់ស្អាត ន
នៅទីក្រុងឡុងទ្រង់បានរីករាយនឹងសេរីភាពដោយសារតែនៅសាចាសមានច្បាប់តឹងរឹងជាច្រើនដូចជាការតមអាហារពីគ្រឿងស្រវឹងជាដើមវាត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសអភិរក្សបំផុតដែលសូម្បីតែការចាប់ដៃគ្នានៅទីសាធារណៈក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងការស្វែងរកសេរីភាពនិងការរត់គេចពីសម្ពាធព្រះអង្គម្ចាស់បានសោយទីវង្គតយ៉ាងសោកនាដកម្មព្រះម្ចាស់ខាលីតត្រូវបានគេប្រទះឃើញសោយទីវង្គតនៅក្នុងវិមានរបស់ទ្រង់នៅក្នុងទីក្រុងឡុងក្នុងខែកក្កដាឆ្នាំ2019នៅប្រទេសអារ៉ាប់រួមការកាន់ទុកជាតិរយៈពេល3ថ្ងៃត្រូវបានប្រកាសដែលចាប់ផ្ដើមដោយការបន្ថយទង់ជាតិទោះបីជាគ្រួសាររាជវង្សសាចាសមិនបានបង្ហាញពីមូលហេតុនៃការសោយទីវង្គតរបស់ទ្រង់ក៏ដោយក៏របាយការណ៍ពីទីក្រុងឡុងបាននិយាយថាវាតាក់ទងនឹងរបៀបរស់នៅរបស់ទ្រង់គេបានរាយការណ៍ថាទ្រង់បានចូលរួមពិធីជប់លៀងកាលពីយប់មុនហើយត្រូវបានគេជឿថាបានប្រើប្រាស់គ្រឿងញៀនការស៊ើបអង្កេតលើកលៈទេសៈនៃការសោយទីវង្គតរបស់ទ្រង់បានបង្ហាញថាទ្រង់បានប្រើប្រាស់គ្រឿងញៀនលើសកម្រិតចម្រុះរួមទាំងការកូអ៊ីនផងដែររបាយការណ៍បាននិយាយថាការសោយទីវង្គតរបស់ទ្រង់គឺបណ្ដាលមកពីការពុលគ្រឿងញៀនដែលបណ្ដាលឲ្យគាំងបេះដូងដំណឹងនៃការសោយទីវង្គតរបស់ព្រះអង្គម្ចាស់ខាលីតត្រូវទទួលបានដោយភាពតក់ស្លុតនិងសោកសៅទាំងនៅក្នុងឧស្សាហកម្មម៉ូដនិងនៅក្នុងស្រុកកំណើតរបស់ទ្រង់មនុស្សជាច្រើនបានសម្ដែងការសោកស្ដាយរបស់ពួកគេនៅលើបណ្ដាញសង្គមរួមទាំងជាងថតរូបម៉ូដ Marina Vivanco ដែលបានហៅទ្រង់ថាជាទេវតារបស់ខ្ញុំនៅក្នុងពិធីបុណ្យសពរបស់ទ្រង់មនុស្សរាប់ម៉ឺននាក់បានចូលរួមភ្នែករបស់ព្រះបិតារបស់ទ្រង់មានសភាពទទេនិងស្រអាប់ដែលឆ្លុះបញ្ចាំងពីទុក្ខសោកដែលមិនអាចនឹកស្មានដល់នៃការបាត់បង់កូនប្រុសរបស់ទ្រង់គ្មានអ្វីឈឺចាប់ជាងការបាត់បង់កូនរបស់ខ្លួនឯងនោះទេជាអកុសលនេះគឺជាសោកនាដកម្មគ្រួសារទី2សម្រាប់អ្នកគ្រប់គ្រងសាចាស់កូនប្រុសច្បងរបស់ទ្រង់ព្រះអង្គម្ចាស់ម៉ូហាម៉ាត់ក៏បានសោយទីវង្គតដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិតនៅអាយុ24ឆ្នាំក្នុងឆ្នាំ1999ទ្រង់ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹកនៃផ្ទះគ្រួសារមួយនៅក្នុងចក្រភពអង់គ្លេសភូមិព័ទ្ធដោយស៊ីរ៉ាងនិងមានក្រណាត់មួយរុំជុំវិញដៃរបស់ទ្រង់ដោយសារការសោយទីវង្គតរបស់ព្រះអង្គម្ចាស់នេះការកាន់ទុកជាតិរយៈពេល7ថ្ងៃត្រូវបានប្រកាសជាមួយនឹងការសោយទីវង្គតរបស់កូនប្រុសទី2របស់ទ្រង់អ្នកគ្រប់គ្រងសាចាសត្រូវនៅដោយគ្មានអ្នកស្នងរាជក្នុងចំណោមកូន6នាក់របស់ទ្រង់មានតែកូនប្រុស2នាក់ប៉ុណ្ណោះហើយទាំង2នាក់បានសោយទីវង្គតប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈមបូព៌ាមួយចំនួនបានអះអាងថាការសោយទីវង្គតរបស់ទ្រង់គឺជាផ្នែកមួយនៃប្រតិបត្តិការដ៏ស្មុគស្មាញដើម្បីធ្វើឃាតតាមបញ្ជារបស់ម៉ូហាម៉ាត់ប៊ីនហ្សាយ៉ាត់ដែលជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួមនិងជាអ្នកគ្រប់គ្រងទីក្រុងអាប៊ូប៊ីដែលមានភាពខុសគ្នាគួរឲ្យកត់សម្គាល់និងផលប្រយោជន៍ចំនួនជាមួយអ្នកគ្រប់គ្រងសាចាស់ការអវត្តមានរបស់ម៉ូហាម៉ាត់ប៊ីនហ្សាយ៉ាត់នៅក្នុងពិធីបុណ្យសពបានជំរុញឲ្យមានការសន្និដ្ឋាននេះប្រសិនបើវាជាការពិតនោះឧបទ្ទវហេតុនេះអាចនឹងមិនមែនជាឧបទ្ទវហេតុចុងក្រោយនៅក្នុងចំនួនបង្ហូរឈាមជាបន្តបន្ទាប់រវាងគ្រួសារអ្នកគ្រប់គ្រងនៃអាមេរិកនោះទេដែលសង្កត់ធ្ងន់លើការតស៊ូសម្រាប់ភាពលេចធ្លោនិងឥទ្ធិពលវាពិតជាសោកសៅណាស់ដែលព្រះអង្គម្ចាស់ខាលីតដែលមានក្តីសង្ឃឹមយ៉ាងខ្លាំងហើយទទួលបានជោគជ័យក្នុងម៉ូដនិងអាជីវកម្មស្រាប់តែបាត់បង់អ្វីៗទាំងអស់សូម្បីតែជីវិតរបស់ទ្រង់ក៏ដោយមិត្តភ័ក្តិម្នាក់របស់ទ្រង់បាននិយាយថាទ្រង់ស្រឡាញ់ជីវិតចូលចិត្តរាប់អានមនុស្សហើយក៏ជាមនុស្សចិត្តល្អនិងសប្បុរសផងដែរទ្រង់មិនខ្វល់ពីភាពអស្ចារ្យរបស់ទ្រង់ខ្លាំងពេកនោះទេទ្រង់អាចធ្វើបានប៉ុន្តែទ្រង់មិនអាចធ្វើវាទេឥឡូវនេះជារៀងរាល់ឆ្នាំមនុស្សនឹកឃើញដល់ទ្រង់កាន់តែតិចទៅអតីតជនជាតិអារ៉ាប់ដែលធ្លាប់ស្រស់ស្អាតនិងជោគជ័យបានក្លាយជាត្រឹមតែជាកំណត់ត្រាតូចមួយនៅក្នុងប្រវត្តិសាស្ត្រដ៏ធំទូលាយប៉ុណ្ណោះជោគវាសនារបស់ទ្រង់បានក្លាយជាឧទាហរណ៍នៃភាពសាហាវយង់ខ្នងនិងគ្មានមេត្តានៃពិភពអារ៉ាប់ដែលមើលទៅហាក់ដូចជាអស្ចារ្យនិងមានទ្រព្យសម្បត្តិមិនគួរឲ្យជឿបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាជឿថាការសោយទីវង្គតរបស់ព្រះអង្គម្ចាស់ខាលីតត្រូវបានក្រៀបចំទុកជាមុនដែរឬទេសូមចែករំលែកគំនិតរបស់អ្នកនៅក្នុងខមមិនខាងក្រោមដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត